ជាបន្តទៅទៀតនេះខ្ញុំមានកិត្តិយសសូមអញ្ជើញលោកជំទាវបណ្ឌិតកុកបូរ៉េនដែលលោកជំទាវបណ្ឌិតគឺជានាយិកានៃនាយកដ្ឋានកិច្ចការច្បាប់និងប្រតិបត្តិតាមនៃធនាគារពាណិជ្ជមួយនៅក្នុងប្រជាណាចក្រកម្ពុជាហើយក៏ជាមេធាវីដែលចុះបញ្ជីនៅក្នុងគណៈមេធាវីនៃប្រជាណាចក្រកម្ពុជាដើម្បីនឹងបង្រៀននៅមេរៀនមួយក្រោមចំណងជើងថាទទួលបានជីវិតចេញពីសេចក្តីស្លាប់ចាសសូមអញ្ជើញចាសូមជម្រាបសួរបងប្អូនស្ងួនភ្ងានៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទវាជាឯកសិទ្ធិហើយនឹងព្រះគុណសេចក្តីមេត្តាករុណារបស់ព្រះអង្គដែលយើងអាចមកជួបជុំគ្នាជាថ្មីម្ដងទៀតនៅក្នុងសន្និបាតស្ត្រីគ្រីស្ទានខ្មែរលើកទី27ឆ្នាំ2025នេះហើយយើងនឹងមានឱកាសនៅក្នុងការសរសើរដំកើងព្រះអង្គថ្វាយបង្គំព្រះអង្គជាមួយគ្នាលើកទឹកចិត្តគ្នាកំសាន្តចិត្តគ្នាហើយរៀនពីគ្នាទៅវិញទៅមកដែលនៅព្រះបន្ទូលរបស់ព្រះដែលមានកត់ទុកនៅក្នុងព្រះគម្ពីរប៊ីបខ្ញុំអរព្រគុណព្រះអង្គហើយជាដំបូងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នារួមចិត្តនៅក្នុងការអធិដ្ឋានជាមួយខ្ញុំដោយនៅព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងនឹងអធិដ្ឋានសម្រាប់កម្មវិធីនៅថ្ងៃនេះនៅថ្ងៃស្អែកហើយក៏សូមនឹកចាំអធិដ្ឋានពីប្រទេសជាតិនិងប្រជាជនយ៉ាងដែរសូមសម្រួលចិត្តអធិដ្ឋានបបិទ្ធព្រះវរបិតារបស់កូននៃគង់នៅឋានសួគ៌ព្រះបុត្រានិងព្រះវិញ្ញាណដ៏បរិសុទ្ធប្រងាយកូនអរព្រគុណព្រះអង្គដែលព្រះអង្គបានដាក់កូនទាំងអស់គ្នានៅលើដែនដីខ្មែរអរព្រគុណព្រះអង្គដែលព្រះអង្គបានផ្ដល់នៅប្រទានដល់កូនទាំងអស់គ្នាតាមរយៈអ្នកដឹកនាំប្រទេសនៅសិទ្ធិសេរីភាពនិងសុខសុវត្ថិភាពនៅក្នុងការដែលកូនអាចមកជួបជុំគ្នានៅទីនេះដើម្បីថ្វាយបង្គំព្រះអង្គដើម្បីសរសើរដំកើងព្រះនាមព្រះអង្គដើម្បីលើកទឹកចិត្តគ្នាកំសាន្តចិត្តគ្នាហើយពិចារណាសិក្សាដោយនៅព្រះបន្ទូលរបស់ព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរប៊ីបព្រះអង្គហើយសូមព្រះវត្តមានព្រះអង្គបានគង់នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ទាំងដំណើរការនៃកម្មវិធីនៅថ្ងៃនេះនៅថ្ងៃស្អែកសូមព្រះអង្គប្រទានប្រពរដល់យើងទាំងអស់គ្នាទោះបើជាអ្នកដែលត្រូវមកចែកចាយមេរៀនអ្នកចែកចាយទីបន្ទាល់របស់ព្រះអង្គអ្នកដែលមានភារកិច្ចទាំងឡាយទាំងនៅក្រៅឆាកនៅលើឆាកនិងនៅក្រោមឆាកទាំងអ្នកដែលសរសើរដំកើងព្រះអង្គតាមរយៈបទភ្លេងចម្រៀងនិងកាយវិការព្រមទាំងអ្នកចូលរួមបងប្អូនរបស់កូននៅទីនេះទាំងអស់សូមឲ្យបានប្រកបទៅដោយព្រះគុណរបស់ព្រះអង្គបានប្រកបទៅដោយសេចក្តីសុខសាន្តបានប្រកបទៅដោយសេចក្តីអំណរបានប្រកបទៅដោយសុខភាពកម្លាំងនិងប្រាជ្ញាដែលបានមកពីព្រះអង្គព្រះអង្គសូមឲ្យព្រះបន្ទូលរបស់ព្រះអង្គគ្រប់ពាក្យដែលបានលើនៅក្នុងកម្មវិធីទាំងមូលនេះបានប៉ះទង្គិចនៅក្នុងជំរឿដួងចិត្តរបស់កូនទាំងអស់គ្នាដើម្បីឲ្យកូនទាំងអស់គ្នាបានស្គាល់កាន់តែច្បាស់នៅបំណងប្រហារតីរបស់ព្រះអង្គបានស្គាល់កាន់តែច្បាស់នៅផែនការរបស់ព្រះអង្គដែលមានសម្រាប់ជីវិតរបស់កូនម្នាក់ម្នាក់ដើម្បីឲ្យកូនទាំងអស់គ្នាបានរស់នៅជាកូនដែលព្រះអង្គសពប្រហារតីដើម្បីឲ្យកូនទាំងអស់គ្នាបានរស់នៅជាកូនល្អជាបងប្អូនល្អជាម្ដាយល្អជាភរិយាល្អនៅក្នុងគ្រួសារដើម្បីឲ្យកូនទាំងអស់គ្នាបានរស់នៅជាពន្លឺនិងជាអំបិលជាមិត្តភក្តិល្អជាសហការីល្អនៅកន្លែងធ្វើការហើយនឹងជាពលរដ្ឋល្អនៅក្នុងប្រទេសជាតិទាំងមូលកូនអរព្រគុណព្រះអង្គប្រងាយកូននឹកចាំអំពីប្រទេសជាតិនិងប្រជាជនរបស់កូនសូមព្រះអង្គប្រទានប្រពរដល់អ្នកដឹកនាំសូមព្រះអង្គប្រទានប្រពរដល់កងកម្លាំងដល់ប្រជាជនដែលកំពុងតែភៀសសឹកដល់គ្រូពេទ្យដល់គ្រូបង្រៀនដែលកំពុងតែបំពេញភារកិច្ចនៅតាមព្រំដែនសូមឲ្យបានប្រកបទៅដោយព្រះគុណរបស់ព្រះអង្គសូមឲ្យបានប្រកបទៅដោយប្រាជ្ញានៅក្នុងការដោះស្រាយបញ្ហាសូមឲ្យបានប្រកបទៅដោយសុខភាពកម្លាំងនិងការការពារព្រមទាំងអំណាចដែលមកពីឋានសួគ៌គុណអរព្រគុណព្រះអង្គគុណសូមថ្វាយសេចក្តីអធិដ្ឋានរបស់កូនដែលដល់ព្រះអង្គនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណព្រះអង្គអរគុណបងប្អូនទាំងអស់គ្នានៅពេលនេះយើងនឹងសិក្សាពិចារណាជាមួយគ្នានៅប្រធានបទដែលមានចំណងជើងថាជីវិតដែលបានពីសេចក្តីស្លាប់ខ្ញុំមានស្លាយដើម្បីចែកចាយជូនបងប្អូនដើម្បីមើលដែរជីវិតដែលបានពីសេចក្តីស្លាប់នៅទីនេះពាក្យថាជីវិតនៅទីនេះមិនមែនសំដៅទៅលើជីវិតរូបកាយដែលមានខ្យល់ដកដង្ហើមទេគឺសំដៅទៅលើជីវិតខាងឯព្រលឹងវិញ្ញាណ
ai sẽ đây slap nơi tin ní có mình sầm đau từ lơ phiệp bốc phơiในเรียงกายរបស់ យើង ដែរ គឺ សំដៅ ទៅ លើ សេចក្តី ស្លាប់ ខាង ឯ សាច់ឈាម សេចក្តី ស្លាប់ ខាង ឯ និស្ស័យ នៃ សាច់ឈាម បងប្អូន ទាំង អស់ គ្នា សៀវភៅ មួយ ក្បាល ដែល មាន 66 កាន់ នេះ មាន ពេញ ទៅ ដោយ ប្រាជ្ញា និង ចំណេះ ដែល មនុស្ស គ្រប់ គ្នា ដែល យើង ទាំង អស់ គ្នា ត្រូវ ការ នៅ ក្នុង ជីវិត រស់ នៅ ប្រចាំ ថ្ងៃ របស់ យើង ខ្លឹមសារ នៃ សៀវភៅ នេះ មាន ពេញ ទៅ ដោយ អំណាច នៃ ការ ផ្លាស់ប្រែ ជីវិត ហើយ សម្រាប់ រូប ខ្ញុំ ផ្ទាល់ កាល ណា ខ្ញុំ កាន់ តែ អាន សៀវភៅ មួយ ក្បាល នេះ កាន់ តែ អាន កាន់ តែ ច្រើន កាល ណា ដួង ចិត្ត របស់ ខ្ញុំ កាន់ តែ ប៉ះ ទង្គិច នឹង សេចក្តី ស្រឡាញ់ និង សេចក្តី មេត្តា ករុណា និង ភាព ផ្អែម ល្ហែម ដែល បង្កប់ នៅ ក្នុង ពាក្យ នីមួយៗ នៅ ក្នុង គម្ពីរ នេះ នៅ ក្នុង សៀវភៅ នេះ ខ្ញុំ អរគុណ ព្រះអង្គ ហើយ អ្វី មួយ ដែល ខ្ញុំ ស្រឡាញ់ ចូលចិត្ត នៅ ក្នុង ការ អាន ព្រះ គម្ពីរ គឺ ពាក្យ ប្រៀប ប្រដូច នៅ ក្នុង ការ បញ្យល់ ប្រៀប ប្រដូច ទៅ នឹង ជីវិត រស់ នៅ ប្រចាំ ថ្ងៃ ប្រៀប ប្រដូច ទៅ នឹង ធម្មជាតិ ដែល ព្រះអង្គ បង្កើត មក ប្រៀប ប្រដូច ទៅ នឹង អ្វី មួយ ទៅ នឹង រឿងរ៉ាវ ផ្សេងៗ ដើម្បី ឲ្យ យើង អាន ហើយ យើង យល់ ឧទាហរណ៍ ពាក្យ ប្រៀប ប្រដូច ដែល ព្រះអង្គ បាន ផ្ដល់ ឲ្យ យើង នៅ ក្នុង គម្ពីរ យ៉ូហាន សូម ទៅ slide មួយ ទៀត នៅ ក្នុង គម្ពីរ យ៉ូហាន ជំពូក 12 ខ 24 ព្រះអង្គ មាន បន្ទូល ជា ពាក្យ ប្រដូច ពាក្យ នេះ គឺជា ពាក្យ ដែល ព្រះ យេស៊ូវ បាន មាន បន្ទូល ទៅ កាន់ សិស្ស របស់ ទ្រង់ នៅ ក្នុង ទីក្រុង យេរូសាឡឹម មុន ពេល ដែល ព្រះអង្គ ត្រូវ បាន គេ យក ទៅ ធ្វើគុត មុន ពេល ដែល ព្រះអង្គ ត្រូវ អស់ ប្រជញ្ញ ទៅ ហើយ នៅ ក្នុង ពេល មួយ ដែល ព្រះអង្គ បាន មាន បន្ទូល ទៅ កាន់ សិស្ស របស់ ទ្រង់ ព្រះអង្គ មាន បន្ទូល ថា ប្រកាស មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រកាស ថា បើ គ្រាប់ ស្រូវ ដែល ធ្លាក់ ចុះ ទៅ ដី មិន ងាប់ ទេ នោះ ក៏ នៅ តែ មួយ ដដែល តែ បើ ងាប់ វិញ នោះ ក៏ បង្កើត ផល ជា ច្រើន ឡើង នេះ ជា ន័យ ប្រៀប ប្រដូច ទៅ នឹង គ្រាប់ ស្រូវ បងប្អូន មើល គ្រាប់ ស្រូវ បើ សិន ជា គ្រាប់ ស្រូវ នោះ មិន ធ្លាក់ បាក់ បែក សម្បក របស់ វា ទេ គ្រាប់ ស្រូវ នោះ មើល ទៅ មាន រូបរាង ល្អ មាន រូបរាង ស្អាត មាន ភាព មាំទាំ មើល ទៅ មាន អំណាច ក៏ ប៉ុន្តែ គ្រាប់ ស្រូវ នោះ នឹង នៅ តែ ជា គ្រាប់ ស្រូវ ដដែល ក៏ ប៉ុន្តែ បើ សិន ជា គ្រាប់ ស្រូវ នោះ បាន ធ្លាក់ ទៅ លើ ដី ហើយ មិន ស្លាប់ ធ្លាក់ ទៅ លើ ដី មិន ស្លាប់ គ្រាប់ ស្រូវ នោះ ក៏ មិន ដុះ ដែរ តើ តែ គ្រាប់ ស្រូវ នោះ ធ្លាក់ ទៅ លើ ដី ហើយ បែក សម្បក របស់ ខ្លួន ធ្លាក់ ទៅ លើ ដី ត្រូវ ទឹក បែក សម្បក របស់ ខ្លួន នោះ គ្រាប់ ស្រូវ នោះ នឹង ដុះ ចេញ ជា ពន្លក មក ហើយ វា ក៏ คล้าย ទៅ ជា ដើម ស្រូវ ហើយ ដើម ស្រូវ នោះ ក៏ បង្កើត ជា ផល ផ្លែ បាន កាន់ តែ ច្រើន ឡើង ក៏ ប៉ុន្តែ នៅ ក្នុង ដំណើរការ នៃ ការ ធ្លាក់ ទៅ ដី ដំណើរការ នៃ ការ បែក សម្បក ដំណើរការ នៃ ការ ចេញ ពន្លក បងប្អូន អាច សម័យ ឃើញ ថា មាន ភាព ឈឺចាប់ នៅ ក្នុង នោះ មាន ការ លំបាក នៅ ក្នុង នោះ ហើយ សម័យ មើល បើ សិន ជា គ្រាប់ ស្រូវ អាច ជ្រើសរើស បាន តើ គ្រាប់ ស្រូវ នឹង ជ្រើសរើស យក ធ្វើ ជា គ្រាប់ ស្រូវ ដែល មិន ធ្លាក់ ទៅ លើ ដី ឬ ក៏ គ្រាប់ ស្រូវ ដែល ត្រូវ បែក សម្បក ហើយ ដុះ វិញ ព្រោះ ត្រូវ ឆ្លង កាត់ ការ លំបាក ក៏ ប៉ុន្តែ គ្រាប់ ស្រូវ គឺ អត់ មាន ជម្រើស ទេ គ្រាប់ ស្រូវ អត់ មាន សេរី ភាព នៅ ក្នុង ការ ជ្រើសរើស ទេ ក៏ ប៉ុន្តែ មនុស្ស ដែល ព្រះអង្គ បង្កើត មក ព្រះអង្គ បង្កើត ឲ្យ មាន សេរី ភាព នៅ ក្នុង ការ ជ្រើសរើស សូម ទៅ slide មួយ ទៀត ព្រះអង្គ បង្កើត ឲ្យ យើង មក មាន បេះដូង មាន ចិត្ត គំនិត ព្រះអង្គ មិនមែន បង្កើត យើង ជា ម៉ាស៊ីន ទេ បើ សិន ជា ព្រះអង្គ បង្កើត យើង ជា មនុស្សយន្ត ជា ម៉ាស៊ីន ព្រះអង្គ ឲ្យ យើង ធ្វើ អី ក៏ បាន ដែរ តែ សួរ ថា ហេតុ អី បាន ព្រះអង្គ មិន បង្កើត យើង មក គ្រាន់ តែ ឲ្យ យើង ថ្វាយ បង្គំ ព្រះអង្គ ទៅ ស្រឡាញ់ ព្រះអង្គ ទៅ ចាំបាច់ ឲ្យ យើង មាន សិទ្ធិ ជ្រើសរើស ថា អាច នឹង ស្ដាប់ បង្គាប់ ព្រះអង្គ ឬ ក៏ មិន ស្ដាប់ បង្គាប់ ព្រះអង្គ ហេតុ អី បាន ជា ព្រះអង្គ ចាំបាច់ បង្កើត ឲ្យ មាន ជម្រើស ធ្វើ អី ហើយ ធម្មតា បង្កើត ឲ្យ មាន ជម្រើស គឺ មាន អ្នក ដែល ស្ដាប់ បង្គាប់ អ្នក មិន ស្ដាប់ បង្គាប់ ដូច កូន យើង អញ្ចឹង កាល ណា ឲ្យ ជម្រើស ច្រើន ពេក គឺ គេ ពិបាក ហើយ គេ អាច នឹង ជ្រើសរើស ធ្វើ តាម យើង ឬ ក៏ មិន ធ្វើ តាម យើង សេរី ភាព ក៏ ប៉ុន្តែ ព្រះអង្គ ល្អ ព្រះអង្គ បង្កើត យើង មក ឲ្យ មាន ចិត្ត ឲ្យ មាន សេរី ភាព នៅ ក្នុង ការ ជ្រើសរើស ហេតុ អី ដោយសារ ព្រះអង្គ ចង់ ឲ្យ យើង ស្រឡាញ់ ព្រះអង្គ ដោយ ភាព បរិសុទ្ធ សេចក្តី ស្រឡាញ់ ដែល បរិសុទ្ធ បើ សិន ជា យើង បង្ខំ កូន យើង ឲ្យ ស្រឡាញ់ យើង តើ មាន ន័យ ជា ជាង ការ ដែល យើង ប្រាប់ ឲ្យ កូន យើង ជ្រើសរើស នៅ ក្នុង ការ ស្រឡាញ់ យើង ឬ ក៏ មិន ស្រឡាញ់ យើង ឯង មាន ន័យ ជាង សេចក្តី ស្រឡាញ់ មិន អាច បង្ខំ បាន ទេ ការ ស្ដាប់ បង្គាប់ ក៏ ដូច គ្នា ដែរ
ហេតុដូច្នេះហើយបានជាព្រះអង្គបង្កើតយើងមកឲ្យមានជំរើសស្ដាប់បង្គាប់ឬក៏មិនស្ដាប់បង្គាប់ដូចជាព្រះអង្គមានចែងមានបន្ទូលទុកនៅក្នុងគម្ពីរលោកុបាទជំពូក2ខ16ដល់ខ17នេះគឺជាជំរើសដែលព្រះអង្គបានប្រទានទៅឲ្យមនុស្សដំបូងដែលព្រះអង្គបានបង្កើតព្រះអង្គមានបន្ទូលថាទ្រង់ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួននេះបានតាមចិត្តនេះគឺជាសេរីភាពឯងស៊ីបានតាមចិត្តតែខ្ញុំស្រឡាញ់ព្រះអង្គស្រឡាញ់ព្រះបន្ទូលព្រះអង្គត្រង់ថាព្រះអង្គតែងតែឲ្យជំរើស1ឬក៏2ហើយក៏ប៉ុន្តែមិនមែនព្រះអង្គទុកយើងនៅកណ្ដាលទលេថាយក1ក៏បានយក2ក៏បានទេព្រះអង្គថាមាន1មាន2មាន A មាន B តែយើងចង់ឲ្យឯងយក B តែយើងចង់ឲ្យឯងយក A ព្រះអង្គថែមការណែនាំឲ្យយើងទៀតដូចជាយើងថាយើងចង់ឲ្យរង្វាន់កូនយើងលេងជាមួយកូនយើងចង់ឲ្យរង្វាន់កូនថាកូនរង្វាន់នៅក្នុងដៃឆ្វេងឬក៏ដៃស្ដាំហើយលួចប្រាប់កូនថានឹងនៅក្នុងដៃស្ដាំដើម្បីឲ្យកូនបានរង្វាន់ហើយព្រះអង្គក៏ដូចគ្នាព្រះអង្គតែស្រឡាញ់យើងជាងដែលយើងស្រឡាញ់កូនយើងទៅទៀតស្រឡាញ់ជាសេចក្តីស្រឡាញ់ដែលលើសអំពីសេចក្តីស្រឡាញ់របស់មនុស្សទៅទៀតព្រះអង្គមានបន្ទូលថាឯងមានជំរើសទី1ជំរើសទី2តែឯងត្រូវជ្រើសរកជំរើសទី2ដូចបន្ទូលព្រះអង្គនៅក្នុងគម្ពីរលោកុបាទអញ្ចឹងគឺព្រះអង្គមានបន្ទូលថាឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្តតែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានព្រះអង្គមិនត្រឹមតែឲ្យជំរើសទេព្រះអង្គប្រាប់ថាជំរើសណាល្អហើយព្រះអង្គប្រាប់ពីផលលំបាកឬក៏លទ្ធផលនៃការជ្រើសរើសយកជំរើសដែលព្រះអង្គមិនឲ្យជ្រើសថែមទៀតដូចគ្នានៅក្នុងគម្ពីរចោទយកថាចំពុក30ខ19ព្រះអង្គមានបន្ទូលតាមរយៈលោកម៉ូសេថាអញអាងដល់ឋានសួគ៌និងផែនដីឲ្យធ្វើជាដំបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថាអញបានដាក់សម្ញែងទាំងជីវិតនិងសេចក្តីស្លាប់នេះគឺជាជំរើសជីវិតនិងសេចក្តីស្លាប់ទាំងព្រះពរនិងសេចក្តីបណ្ដាសានៅមុខឯងរាល់គ្នានេះគឺជាជំរើសជីវិតឬក៏សេចក្តីស្លាប់ព្រះពរឬក៏បណ្ដាសានៅមុខឯងរាល់គ្នាដូច្នេះនេះគឺជាការណែនាំរបស់ព្រះអង្គចូលរើសយកជីវិតចុះដើម្បីឲ្យឯងបានរស់នៅព្រមទាំងពូជឯងតរៀងទៅអញ្ចឹងព្រះអង្គល្អព្រះអង្គផ្អែមល្ហែមហើយព្រះអង្គពៀនពេញទៅដោយសេចក្តីស្រឡាញ់ព្រះអង្គឲ្យជំរើសហើយព្រះអង្គណែនាំឲ្យយកជំរើសដែលល្អហើយព្រះអង្គប្រាប់ទៀតថាលទ្ធផលនៃការមិនយកជំរើសដែលព្រះអង្គណែនាំនឹងមានយ៉ាងណាតទៅមុខទៀតនៅក្នុងគម្ពីរយ៉ូស្វេក៏ដូចគ្នាព្រះអង្គបានមានបន្ទូលតាមរយៈលោកយ៉ូស្វេទៅកាន់ជនជាតិអ៊ីស្រាអែលថាតែបើសិនជាឯងរាល់គ្នាមិនជាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេនោះចូលរើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះបងឲ្យជំរើសគោរពប្រតិបត្តិព្រះយេហូវ៉ាឬក៏មិនគោរពប្រតិបត្តិតាមព្រះយេហូវ៉ាហើយគោរពប្រតិបត្តិព្រះណាផ្សេងដែលឯងជ្រើសរើសយកចុះដែលឯងចង់គោរពប្រតិបត្តិតាមចុះទោះបើជាព្រះទាំងប៉ុន្មានដែលពួកអាយកោឯងបានគោរពប្រតិបត្តិនៅខាងនេះទន្លេឬអស់ទាំងព្រះរបស់សាសអាម៉ូរ៉េនេះដែលឯងរាល់គ្នានៅស្រុកគេក្តីហើយនេះជាជំរើសដែលព្រះអង្គបានណែនាំឲ្យយើងជ្រើសរើសតែអញនិងពួកគ្រូអញសម្ដីរបស់លោកយ៉ូស្វេតែអញនិងពួកគ្រូអញយើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះជំរើសនិងការណែនាំយកជំរើសក៏ដូចគ្នានៅក្នុងគម្ពីរកាឡាទីជំពូក5ខ13ព្រះអង្គមានបន្ទូលច្បាស់លាស់តែម្ដងថាព្រះបងប្អូនអើយព្រះទ្រង់បានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាពយើងមានសេរីភាពព្រះអង្គបង្កើតយើងមកឲ្យមានសេរីភាពតែកុំឲ្យប្រើសេរីនោះទុកជាឱកាសដល់សាច់ឈាមឡើយគឺត្រូវឲ្យបម្រើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់វិញយើងមានសេរីភាពក៏ប៉ុន្តែសេរីភាពយើងតែងតែត្រូវបានកំណត់មានព្រំដែនបើសិនជាព្រះអង្គឲ្យយើងមានសេរីភាពហើយព្រះអង្គអត់ប្រាប់យើងថាមួយណាល្អមួយណាអាក្រក់ទេនោះយើងនឹងវង្វេងពេញហ្នឹងហើយក៏ប៉ុន្តែព្រះអង្គល្អព្រះអង្គទុកព្រះបន្ទូលរបស់ព្រះអង្គដើម្បីឲ្យយើងរស់នៅដើម្បីឲ្យយើងស្គាល់ថាអ្វីដែលជាបំណងមហារតីព្រះអង្គអ្វីដែលមិនមែនជាបំណងមហារតីព្រះអង្គហើយបើសិនជាយើងជ្រើសរើសយកការមិនស្ដាប់បង្គាប់ព្រះអង្គ
បើសិនជាយើងជ្រើសរើសយកការស្ដាប់បង្គាប់ព្រះអង្គនោះយើងនឹងបានទទួលផលផ្លែដែលព្រះអង្គប្រទានឲ្យតែបើសិនជាយើងមិនស្ដាប់បង្គាប់ព្រះអង្គទេនោះគឺជាអំពើបាបហើយតែឆ្លើយមួយទៀតយើងមើលគំរូនៃការជ្រើសរើសគំរូនៃការប្រើប្រាស់សេរីភាពដែលព្រះអង្គប្រទានឲ្យតួអង្គដែលខ្ញុំចូលចិត្តយកមកប្រៀបធៀបគ្នាគឺតួអង្គរបស់នាងអេវ៉ានិងនាងម៉ារីនាងអេវ៉ាគឺជាស្ត្រីដែលបាននាំអំពើបាបដំបូងចូលមកក្នុងផែនដីនាងអេវ៉ាបន្ទាប់ពីពស់និយាយទៅកាន់គាត់ថាអ្នកមិនស្លាប់ពិតមែនទេត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផងការបានលើសេចក្តីទាំងនោះហើយស្ត្រីបានឃើញថាផ្លែឈើនោះបរិភោគបានក៏ជាទីគប់ដល់ភ្នែកហើយជាដើមដែលល្មមនឹងគួរនឹងចង់បានដើម្បីឲ្យបានប្រាជ្ញានោះនាងក៏យកផ្លែមកបរិភោគព្រមទាំងចែកឲ្យដល់ប្តីដែរគាត់ក៏បរិភោគតាមដោយសារអ្វីដោយសារតែអេវ៉ាបានមានជំរើសនៅក្នុងការមិនស្ដាប់បង្គាប់ជំរើសដោយសារតែឃើញផ្លែឈើគួរជាទីគប់ភ្នែកឃើញលំអរបស់ផ្លែឈើដោយសារតែសេចក្តីត្រូវការខាងផ្នែកសាច់ឈាមដោយសារតែការចង់ដឹងដោយសារតែការចង់คล้ายដូចជាព្រះដែរហើយដូច្នេះហើយគាត់បានជ្រើសរើសយកសេចក្តីត្រូវការខាងផ្នែកសាច់ឈាមរបស់គាត់ហើយគាត់បានជ្រើសរើសយកការមិនស្ដាប់បង្គាប់ហើយការទាំងនោះបាននាំមកនៅសេចក្តីស្លាប់ហើយនឹងអំពើបាបដោយឡែកនាងម៉ារីវិញនាងម៉ារីគឺជាស្ត្រីវ័យក្មេងដែលមានសេចក្តីសុបិនរបស់ខ្លួនដែលមានគូដណ្ដឹងរួចស្រេចស្រាប់តែពេលមួយទេវតាបានមកជួបនាងហើយទេវតាបានប្រាប់នាងថានាងត្រូវពពោះមានទម្ងន់ហើយនាងក៏សួរទៅទេវតាថាខ្ញុំមិនស្គាល់ប្រុសណាផងដូច្នេះតើធ្វើដូចម្ដេចនឹងឲ្យការនេះសម្រេចបានទេវតាក៏ប្រាប់ពីដំណើរដែលនាងអាចនឹងមានផ្ទៃពោះទាំងខ្លួននៅជានារីព្រហ្មចារីតែជំនួសឲ្យការដែលប្រកែកមិនស្ដាប់បង្គាប់យើងសម័យមើលបើសិនជានៅក្នុងជំរើសជាសាច់ឈាមគាត់ច្បាស់ជាជ្រើសរើសថាអត់ទេខ្ញុំបើសិនជាខ្ញុំមានផ្ទៃពោះតើគូដណ្ដឹងខ្ញុំគេគិតមិនតើអ្នកភូមិខ្ញុំពួកសម័យហ្នឹងការដែលធ្វើខុសនឹងប្រពៃណីអាចនឹងជាប់ទោសដល់ថ្នាក់គេចោលនឹងដុំថ្មស្លាប់កិត្តិយសរបស់គាត់នៅឯណាឪពុកម្ដាយគាត់គិតយ៉ាងម៉េចបងប្អូនគាត់គិតយ៉ាងម៉េចជាពិសេសអ្នកដែលគាត់ស្រឡាញ់គិតយ៉ាងម៉េចក៏ប៉ុន្តែគាត់មិនបានជ្រើសរើសយកកិត្តិយសគាត់មិនបានជ្រើសរើសយកសេចក្តីត្រូវការខាងផ្នែកសាច់ឈាមទេគាត់បាននិយាយទៅកាន់ទេវតាថាមើលខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ដូច្នេះសូមឲ្យបានសម្រេចដោយពាក្យលោកចោះគាត់ជ្រើសរើសយកការស្ដាប់បង្គាប់ជ្រើសរើសយកការស្លាប់ខាងឯនិស័យសាច់ឈាមរបស់គាត់ហើយគាត់បាននាំមកនៅជីវិតតាមរយៈព្រះគ្រីស្ទបាននាំមកនៅសេចក្តីសង្គ្រោះដល់មនុស្សតាមរយៈព្រះយេស៊ូវគ្រីស្ទមានឧទាហរណ៍ផ្សេងទៀតដែលតាក់ទងទៅនឹងការជ្រើសរើសយកជំរើសដែលព្រះអង្គបានប្រទានឲ្យតាមរយៈសេរីភាពរបស់យើងសូមទៅស្លាយខាងមុខទៀតយើងមើលលោកអាប់រ៉ាហាំនៅពេលមួយនៅក្នុងគម្ពីរលោកុបាទជំពូក12ខ1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមគឺជាឈ្មោះដើមរបស់លោកអាប់រ៉ាហាំព្រះមានបន្ទូលថាចូលឯងចេញពីស្រុកពីញាតិសន្តាននិងពីផ្ទះឪពុកឯងទៅនៅឯស្រុកដែលអញនឹងបង្គាប់ឯងចុះយើងសម័យមើលលោកអាប់រ៉ាហាំគាត់នៅក្នុងស្រុកដែលមានបងប្អូនគាត់ឪពុកម្ដាយគាត់ស្រុកដែលគាត់ស្គាល់ស្រុកដែលគាត់មានសេចក្តីសុខសាន្តតែពេលមួយព្រះអង្គមកប្រាប់គាត់ថាឯងចេញពីស្រុកចេញពីញាតិសន្តានចេញពីផ្ទះឪពុកឯងទៅនៅឯស្រុកនឹងអញដែលអញនឹងបង្ហាញឯងចុះមិនទាន់ស្គាល់ថាស្រុកនឹងជាស្រុកណាទៅទៀតបើសិនជានិស័យសាច់ឈាមយើងនឹងជ្រើសរើសយកថាខ្ញុំអត់ទៅទេព្រោះអត់ដឹងទៅណាផងព្រោះនៅនេះខ្ញុំមានសេចក្តីសុខហើយខ្ញុំមានបងប្អូនខ្ញុំមានឪពុកម្ដាយខ្ញុំនៅទីនេះហើយខ្ញុំមានទ្រព្យសម្បត្តិខ្ញុំនៅទីនេះហើយរឿងអីខ្ញុំត្រូវទៅតាមព្រះអង្គដែលព្រះអង្គអត់ទាន់បង្ហាញខ្ញុំថានៅណាផងហើយអត់ដឹងអនាគតខ្ញុំយ៉ាងម៉េចផងក៏ប៉ុន្តែលោកអាប់រ៉ាហាំបានសម្លាប់នៅនិស័យសាច់ឈាមរបស់គាត់បានទម្លាក់ចោលនៅភាពជាអ្នកគ្រប់គ្រងរបស់គាត់បានទម្លាក់ចោលនៅភាព
សុខសាន្តរបស់គាត់ដែលនៅក្នុងស្រុកកំណើតរបស់គាត់ហើយគាត់បានចេញទៅអាប់រ៉ាមក៏ចេញទៅដូចជាព្រះយេហូវ៉ាបានបង្គាប់ហើយពេលដែលគាត់ចេញទៅគឺគាត់មានអាយុ75ឆ្នាំទៅហើយអាយុ75ឆ្នាំគឺគាត់ចាស់ណាស់ទៅហើយក៏ប៉ុន្តែគាត់នៅតែចេញពីស្រុករបស់គាត់តាមការបង្គាប់របស់ព្រះយេហូវ៉ាហើយនៅក្នុងគម្ពីរហេព្រើរជំពូក11ខ17ដល់ខ19មែនតើនៅសាច់រឿងគឺនៅក្នុងគម្ពីរលោកុបាតជំពូក22ដែលព្រះយេហូវ៉ាបានលបងលោជាមួយនឹងលោកអាប់រ៉ាហាំហើយឲ្យលោកអាប់រ៉ាហាំយកអ៊ីសាក់ដែលជាកូនជាទីស្រឡាញ់របស់គាត់ទៅថ្វាយជាចាញ់បូជាហើយមាននៅក្នុងគម្ពីរនេះដោយសារគម្ពីរហេព្រើរជំពូក11ខ17ដល់ខ19គឺជាសេចក្តីសង្ខេបនៃរឿងរ៉ាវរបស់គាត់ខ្ញុំសូមអានជូនដោយសារសេចក្តីជំនឿនោះអាប់រ៉ាហាំបានថ្វាយអ៊ីសាក់ក្នុងកាលដែលទ្រង់លបួងលោលោកគឺអ្នកដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មានលោកបានថ្វាយកូនលោកតែមួយដែលមានសេចក្តីចែងទុកពីដំណើរកូននោះថាពូជឯងនឹងបានរាប់តាមអ៊ីសាក់លោកបានរាប់ថាព្រះទ្រង់អាចនឹងប្រោះកូនឲ្យរស់ពីសេចក្តីស្លាប់ឡើងវិញបានផងហើយលោកបានទទួលវាមកវិញមែនធៀបដូចជារស់ពីស្លាប់ឡើងវិញលោកអាប់រ៉ាហាំបានទម្លាក់ចោលនៅសេចក្តីភ័យខ្លាចសេចក្តីសោកសង្រេងសេចក្តីសំណោះនិងសេចក្តីការដែលបានស្ដាប់បង្គាប់ដោយលោកជ្រើសរើសយកការស្ដាប់បង្គាប់ព្រះអង្គដោយលោកទុកចិត្តព្រះអង្គថាបើទោះជាកូនស្លាប់ក៏ព្រះអង្គគង់តែប្រោះឲ្យរស់ពីស្លាប់វិញបានដែរនៅក្នុងគម្ពីរលោកុបាតជំពូក22លោកបាននិយាយទៅកាន់កូនលោកថាព្រះអង្គនឹងឲ្យមានព្រះអង្គនឹងប្រទាននៅសត្វសម្រាប់យ៉ាញ់បូជាព្រះអង្គនឹងប្រទានគឺលោកទុកចិត្តព្រះអង្គថាព្រះអង្គមានផែនការល្អសម្រាប់ជីវិតរបស់គាត់សម្រាប់ជីវិតរបស់កូនគាត់ពីព្រោះព្រះអង្គបានសន្យាជាមួយគាត់ហើយថាពូជឯងនឹងបានរាប់តាមអ៊ីសាក់តែគាត់ជឿលើសេចក្តីសន្យានោះគាត់បានទម្លាក់ចោលនៅសេចក្តីភ័យខ្លាចហើយនឹងការមិនស្ដាប់បង្គាប់ហើយជ្រើសរើសយកការស្ដាប់បង្គាប់ព្រះអង្គវិញទៅមុខទៀតគំរូមួយទៀតគឺគំរូរបស់នាងអេសធើជាគម្ពីរដែលខ្ញុំចូលចិត្តជាតួអង្គដែលខ្ញុំចូលចិត្តនាងអេសធើជាសាសយូដាព្រះអង្គបានប្រែក្លាយនាងពីក្មេងស្រីធម្មតាម្នាក់ទៅជាមហេសីរបស់ព្រះមហាក្សត្រអាហាសូរុសនៃនគរពើស៊ីហើយការដែលនាងប្រែក្លាយខ្លួនពីក្មេងស្រីធម្មតាម្នាក់ពីសាសដតីដែលទៅរស់នៅក្នុងប្រទេសគេហើយក្លាយទៅជាមហេសីមិនមែនជារឿងចៃដន្យទេគឺជាផែនការរបស់ព្រះអង្គនៅក្នុងខ្ញុំអានជូននៅគម្ពីរអេសធើជំពូក4ខ13ដល់ខ17ឯម៉ាដេកាយក៏ប្រាប់ឲ្យគេចូលទៅទូលឆ្លើយនឹងអេសធើថាពួកពេលហ្នឹងគឺមានការបៀតបៀនទៅដល់សាសរបស់នាងទៅដល់ប្រជាជនរបស់នាងហើយម៉ាដេកាយក៏ប្រាប់ឲ្យគេទូលឆ្លើយនឹងអេសធើថាកុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិតនៅក្នុងដំណាក់ស្ដេចជាជាងពួកសាសយូដាឯទៀតនោះឡើយត្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះនោះនឹងកើតមានសេចក្តីសង្គ្រោះនិងសេចក្តីប្រោះឲ្យរួចដល់ពួកយូដាពីកន្លែងផ្សេងទៀតលោកម៉ាដេកាយគាត់មានជំនឿរឹងមាំគាត់ថាបើសិនជាអត់មានអេសធើអត់ជួយក៏ព្រះអង្គនឹងប្រោសសាសយូដាដែរដោយសារនៅកន្លែងផ្សេងទៀតដែរប្រោសឲ្យរួចនៅកន្លែងផ្សេងទៀតដែរតែព្រះនាងនឹងញាតិវង្សរបស់បិតានៃព្រះនាងនឹងត្រូវវិនាសវិញហើយប្រហែលជាព្រះនាងបានតាំងឡើងក្នុងរាជសម្រាប់ពេលនេះឯងទេដឹងគាត់ជឿជាក់ថាគឺព្រះអង្គជាអ្នកលើកអេសធើឲ្យឡើងក្លាយជាមហេសីរបស់ព្រះមហាក្សត្រដើម្បីពេលនេះដើម្បីនាងបានជួយទៅដល់សាសរបស់នាងដូច្នេះអេសធើក៏បង្គាប់ឲ្យគេទៅជម្រាបម៉ាដេកាយថាសូមទៅប្រមូលពួកសាសយូដាដែលនៅក្នុងក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំកុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង3ថ្ងៃឯខ្ញុំនិងពួកស្រីបម្រើរបស់ខ្ញុំក៏នឹងតមដូច្នោះដែរយ៉ាងនោះខ្ញុំនឹងចូលទៅគាល់ស្ដេចដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ក៏ស្លាប់ទៅចុះពួកពេលហ្នឹងនាងអេសធើគាត់ត្រូវចូលទៅជួបនឹងព្រះមហាក្សត្រហើយនៅក្នុងច្បាប់នៃនគរនោះបើសិនជាស្ដេចមិនបានហៅទេ
ចូលទៅគឺអាចនឹងស្លាប់លើកលែងតែព្រះអង្គប្រគល់ដំបងមាសទៅឲ្យទើបអាចរួចជីវិតបានអញ្ចឹងគឺអេសទ័រនៅពេលហ្នឹងត្រូវប្រឈមមុខនឹងការប្រទាំងប្រទើសនៅក្នុងជំរឿថាតើគួរតែនៅស្ងៀមឬក៏ធ្វើសកម្មភាពតែភាពស្ងប់ស្ងាត់របស់គាត់គឺតាមរយៈការអធិដ្ឋានគាត់មិនបាននៅស្ងៀមតែអត់ធ្វើអ្វីសោះនោះទេគាត់ជ្រើសរើសយកការស្ដាប់បង្គាប់គាត់ជ្រើសរើសយកសេចក្តីអធិដ្ឋានតមអត់គាត់ជ្រើសរើសយកការទម្លាក់ចោលនៅភាពភ័យខ្លាចសម្រាប់និស័យនៃភាពភ័យខ្លាចរបស់ខ្លួនសម្រាប់និស័យនៃការចង់រស់ក្នុងជីវិតជាសាច់ឈាមរបស់គាត់សម្រាប់និស័យនៃការចង់បានអំណាចចង់បានងារជាព្រះមហេសីបន្តទៀតរបស់គាត់គាត់សុខចិត្តថាបើគាត់ស្លាប់ក៏ស្លាប់ទៅចុះបើខ្ញុំត្រូវស្លាប់ក៏ស្លាប់ទៅចុះគាត់ជ្រើសរើសយកការសម្លាប់និស័យខាងសាច់ឈាមហើយគាត់ជ្រើសរើសយកការស្ដាប់បង្គាប់នៅពេលនោះព្រះអង្គក៏បានការពារគាត់ហើយការពារសាសយូដាទាំងមូលដោយដែលលោកម៉ាឌីកាយគាត់បានជឿមែនទៅមុខទៀតគំរូមួយទៀតគឺតាមរយៈលោកសាវកប៉ូលលោកសាវកប៉ូលបានលើកឡើងនៅក្នុងគម្ពីរកាឡាទីជំពូក2ខ20ថាខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទប៉ុន្តែខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតគឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះនោះគឺរស់ដោយសេចក្តីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះដែលទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយជីវិតរបស់លោកសាវកប៉ូលគាត់ធ្លាប់ជាអ្នកដែលបៀតបៀនព្រះយេស៊ូវបៀតបៀនអ្នកដែលជឿព្រះយេស៊ូវក៏ប៉ុន្តែគាត់បានទម្លាក់ចោលនៅអំនួតរបស់គាត់គាត់បានទម្លាក់ចោលនៅនិស័យជាសាច់ឈាមរបស់គាត់ហើយត្បិតតែគាត់រស់នៅក្នុងសាច់ឈាមគឺគាត់រស់ដោយសារសេចក្តីជំនឿហើយគាត់មិនរស់នៅជាគាត់ទៀតទេគឺជាព្រះគ្រីស្ទដែលទ្រង់រស់នៅក្នុងខ្លួនគាត់វិញក៏ដូចគ្នាគាត់ក៏មានបានលើកឡើងនៅក្នុងគម្ពីរកាឡាទីជំពូក5ខ16ដល់ខ17តែខ្ញុំប្រាប់ថាចូលដើរក្នុងព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេត្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណកាលណាយើងមានព្រះវិញ្ញាណនៅក្នុងខ្លួនគឺសាច់ឈាមរបស់យើងតែងតែទាស់ទៅតឹងឯព្រះវិញ្ញាណទ្រង់ក៏ទាស់នឹងសាច់ឈាមដែរសេចក្តីទាំងពីរនេះប្រឆាំងនឹងគ្នាដល់ម្លេះបានជាអ្នករាល់គ្នារកធ្វើការដែលចង់ធ្វើទៅមិនកើតកាលណាយើងជាកូនព្រះអង្គយើងយាងព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់យើងហើយយើងយាងព្រះអង្គគង់នៅក្នុងបល្ល័ង្កនៃជីវិតរបស់យើងគឺសាច់ឈាមរបស់យើងតែងតែទាស់ទៅតឹងនឹងព្រះវិញ្ញាណហើយព្រះវិញ្ញាណក៏ទាស់ទៅតឹងនឹងសាច់ឈាមរបស់យើងដែរព្រោះយើងមានជំរឿខាងផ្នែកសាច់ឈាមជំរឿខាងផ្នែកព្រលឹងវិញ្ញាណហើយមានការទាស់ទៅតឹងជាច្រើនដែលបានកើតឡើងចុងក្រោយគឺគំរូមួយទៀតដែលខ្ញុំលើកហើយមានគំរូជាច្រើនទៀតតួអង្គជាច្រើនទៀតនៅក្នុងព្រះគម្ពីរដែលបានជ្រើសរើសយកការស្ដាប់បង្គាប់ព្រះអង្គដែលបានជ្រើសរើសយកការសម្លាប់និស័យជាសាច់ឈាមបដូរយកជីវិតខាងឯព្រលឹងវិញ្ញាណវិញគំរូរបស់ព្រះយេស៊ូវបានជ្រើសរើសយកការអត់ទោសនៅក្នុងគម្ពីរលូកាជំពូក23ខ33ដល់ខ34ការមកដល់កន្លែងដែលហៅថាភ្នំលលាក្បាលហើយគេឆ្កាងទ្រង់នៅទីនោះព្រមទាំងចៅកំណាចម្នាក់ផងចៅកំណាចផងម្នាក់ខាងស្ដាំម្នាក់ខាងឆ្វេងទ្រង់ហើយព្រះយេស៊ូវទ្រង់មានបន្ទូលថាអោប្រវរបិតាអើយសូមអត់ទោសដល់អ្នកទាំងនេះផងត្បិតគេមិនដឹងជាគេធ្វើអ្វីទេទាំងព្រះអង្គដឹងហើយថាគេកំពុងតែចាប់ព្រះអង្គយកទៅឆ្កាងគេកំពុងតែធ្វើគុតព្រះអង្គក៏ប៉ុន្តែព្រះអង្គបានទូលទៅប្រវរបិតាសូមឲ្យអត់ទោសដល់អ្នកទាំងនេះផងត្បិតគេមិនដឹងជាធ្វើអ្វីទេព្រះអង្គបានជ្រើសរើសយកការសម្លាប់នៅនិស័យសាច់ឈាមនៃកំហឹងនៃការចង់សងសឹកនៃការចង់ធ្វើបាបអ្នកដទៃក៏ប៉ុន្តែព្រះអង្គបានជ្រើសរើសយកការអត់ទោសក៏ដូចគ្នានៅក្នុងគម្ពីរហ្វីលីបជំពូក2ខ6ដល់ខ8ត្រូវឲ្យមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផងហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះនោះក៏បន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈ
គឺទ្រង់ទទួលសគត់ជាប់ឈើឆ្កាងផងដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសជាងអស់ទាំងនាមផងដើម្បីកាលណាលើព្រះនាមព្រះយេស៊ូវនោះឲ្យគ្រប់ទាំងជង្គង់នៅឋានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលុតចុះហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតានេះគឺជាលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានសម្លាប់និស្ស័យសាច់ឈាមរបស់ព្រះអង្គហើយជ្រើសរើសយកការស្ដាប់បង្គាប់ការចោះចូលបងប្អូននៅក្នុងជីវិតរបស់យើងរាល់ថ្ងៃគឺយើងតែងតែមានការទាស់ទទឹងគ្នាមែនទេពេលព្រលឹមឡើងយើងមានការទាស់ទទឹងថាតើខ្ញុំគួរក្រោកពីព្រលឹមដើម្បីហាត់ប្រាណអត់ចិត្តមួយការជំរើសមួយគឺគេងតទៀតគេឆ្អែតជំរើសមួយទៀតគឺក្រោកហាត់ប្រាណដោយព្រះអង្គមានបន្ទូលថារូបកាយរបស់ឯងជាព្រះវិហារនៃព្រះអង្គម្ចាស់យើងត្រូវថែរក្សារូបកាយរបស់យើងលំអរូបកាយរបស់យើងតើយើងជ្រើសរើសយកគេងតទៀតឬក៏ជ្រើសរើសយកការក្រោកឡើងហាត់ប្រាណឧទាហរណ៍មួយទៀតកូនយើងត្រូវការអាហារយកទៅសាលាតែយើងជ្រើសរើសយកថាគេងបន្តទៀតឬក៏ក្រោកឡើងរៀបចំអាហារឲ្យគេយកទៅសាលាទាំងដែលព្រះអង្គមានបន្ទូលថាយើងផ្ញើកូននឹងឯងហើយឯងថែរក្សាគេអញ្ចឹងតែយើងជ្រើសរើសយកសេចក្តីត្រូវការខាងសាច់ឈាមរបស់យើងដែលយើងត្រូវគេងបន្តទៀតឲ្យឆ្អែតឬក៏ក្រោកពីព្រលឹមដើម្បីរៀបចំម្ហូបអាហារឲ្យកូនរបស់យើងដើម្បីគេមានសុខភាពល្អចិញ្ចឹមគេឲ្យបានល្អផ្ដល់សេចក្តីស្រឡាញ់របស់គេថ្វាយព្រះអង្គមិញនេះបងអូនស្រីរាវីបានលើកឡើងពីទីបន្ទាល់របស់គាត់បងអូនស្រីរាវីមកពីខេត្តសៀមរាបគាត់លើកឡើងអំពីការដែលត្រូវគេបៀតបៀនខឹងគេធ្វើបាបយើងបើសិនជានិស្ស័យសាច់ឈាមយើងអាចទូលទៅព្រះអង្គហើយព្រះអង្គកូនមានសិទ្ធិខឹងគេធ្វើបាបកូនមានសិទ្ធិខឹងព្រះអង្គឲ្យកូនមានចិត្តមានថ្លើមមានកំហឹងព្រះអង្គថាឲ្យខឹងចុះចឹងកូនខឹងឯណាតែជម្រើសមួយទៀតព្រះអង្គថាឲ្យអត់ទោសតែយើងជ្រើសរើសយកកំហឹងហើយការតបតទៅគេវិញឬក៏ជ្រើសរើសយកការអត់ទោសតាមព្រះបន្ទូលព្រះអង្គតែយើងសម្លាប់និស្ស័យសាច់ឈាមសម្លាប់កំហឹងរបស់យើងឬមួយក៏យើងជ្រើសរើសយកដើរតាមព្រះបន្ទូលព្រះអង្គស្ដាប់បង្គាប់ព្រះអង្គហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាសុទ្ធតែមានឧទាហរណ៍សុទ្ធតែមានទីបន្ទាល់តាក់ទងទៅនឹងការដែលបានសម្លាប់និស្ស័យជាសាច់ឈាមហើយជ្រើសរើសយកការស្ដាប់បង្គាប់មានទីបន្ទាល់មួយរបស់ខ្ញុំដែរហើយនឹងប្តីរបស់ខ្ញុំកាលពីឆ្នាំ2009ឆ្នាំ2007យើងបានរៀបការបន្ទាប់ពីយើងរៀនចប់ភាសានៅជប៉ុនបន្ទាប់មកទៀតឆ្នាំ2008ខ្ញុំបានត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីរៀនហើយទាំងប្តីរបស់ខ្ញុំគាត់នៅស្រុកខ្មែរដោយសារតែការរស់នៅបែកគ្នាមិនមែនជាប្រហារតីព្រះអង្គយើងក៏បានសម្រេចចិត្តថាប្តីខ្ញុំនឹងដាក់អាហារូបករណ៍ទៅរៀនជាមួយខ្ញុំដែរហើយនៅពេលហ្នឹងគឺមានគេណែនាំមកយើងដោយសារអាហារូបករណ៍ដែលខ្ញុំបានគឺជាអាហារូបករណ៍ដែលប្តីខ្ញុំនឹងដាក់សុំដែរអញ្ចឹងយើងនឹងបានអាហារូបករណ៍ដូចគ្នាបើសិនជាគេឲ្យហើយមានគេណែនាំយើងថាកុំឲ្យដាក់ថាប្តីខ្ញុំហ្នឹងពេលដែលគាត់បំពេញពាក្យហ្នឹងកុំឲ្យដាក់ថាគាត់ជាប្តីខ្ញុំឡើយសូមឲ្យដាក់ថាអត់មានបងប្អូនអត់មានប្រពន្ធអត់មានស្គាល់អ្នកណាដែលបានអាហារូបករណ៍នេះទេកុំឲ្យដាក់ឡើយឲ្យកុហកគេទៅបើមិនអញ្ចឹងទេគេអត់ឲ្យទេព្រោះគេអត់ឲ្យអ្នកដែលមានជាប់ទំនាក់ទំនងគ្នានឹងបានអាហារូបករណ៍ដូចគ្នាទេក៏ប៉ុន្តែយើងមិនបានជ្រើសរើសជំរើសនោះទេយើងបានជ្រើសរើសយកការចោះចូលព្រះអង្គជ្រើសរើសយកការស្ដាប់បង្គាប់ព្រះអង្គដែលព្រះអង្គមានបន្ទូលថាកុំឲ្យកុហកហើយដូច្នេះហើយគាត់បានបំពេញពាក្យដាក់ថាមានប្រពន្ធដែលបានទទួលអាហារូបករណ៍នេះដូចគ្នាហើយកំពុងរៀននៅសាលានឹងជាមួយគ្នាទៀតទីបំផុតព្រះអង្គប្រទានអាហារូបករណ៍ឲ្យយើងទាំងពីរនាក់ប្តីប្រពន្ធយើងបានអាហារូបករណ៍ទាំងពីរនាក់ហើយរៀនរហូតដល់ចប់ហើយថែមទាំងមានកូនមួយកើតនៅជប៉ុនទៀត
អរគុណព្រះអង្គគឺជាមេរៀនជាអ្វីដែលយើងអាចរៀនបានពីសេចក្តីបង្រៀនរបស់ព្រះអង្គពីសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាហើយនឹងអំណាចរបស់ព្រះអង្គដែលអាចធ្វើគ្រប់យ៉ាងត្បិតការអ្វីដែលព្រះធ្វើមិនបាននោះគ្មានសោះឡើយហើយខ្ញុំជឿជាក់ថាបងប្អូនក៏មានទីបន្ទាល់ច្រើនតាក់ទងទៅនឹងជីវិតរស់នៅដែលបានសម្រាប់សាច់ឈាមរបស់ខ្លួនឯងជ្រើសរើសយកការស្ដាប់បង្គាប់របស់ព្រះអង្គមែនទេបងប្អូនណាមានសេចក្តីបន្ទាល់ខ្លះបើបងប្អូនមានទីបន្ទាល់ទាំងអស់នោះពេលដែលយើងសម្រាកបន្តិចទៀតនេះបងប្អូនអាចចែករំលែកទៅអ្នកជិតខាងដែលអង្គុយក្បែរយើងឬក៏ដែលនឹងចូលក្បែរយើងដើម្បីចែកចាយទីបន្ទាល់ទាំងអស់នោះក្នុងម៉ោងសម្រាកបានទៅទៀតស្លាយនេះគឺជាស្លាយដដែលដែលខ្ញុំលើកយកគម្ពីរយូហានចំពុក12ខ24ម្សិលមិញខ្ញុំបានបង្ហាញព្រះបន្ទូលនេះទៅកាន់កូនប្រុសរបស់ខ្ញុំហើយគេមានអារម្មណ៍ថាពេញចិត្តនឹងព្រះបន្ទូលនេះខ្លាំងគេចូលចិត្តពាក្យប្រៀបធៀបគាត់ថាពាក្យនេះគឺមានន័យខ្លាំងមានន័យគ្រប់គ្រាន់មានន័យឲ្យយើងយល់ជាពាក្យប្រៀបធៀបទៅនឹងគ្រាប់ស្រូវដែលតើគ្រាប់ស្រូវនឹងជ្រើសរើសយកជាគ្រាប់ស្រូវដែលរឹងមាំជាគ្រាប់ស្រូវដែលមានរូបរាងល្អឬក៏ចុកចិត្តស្លាប់ខ្លួនឯងដើម្បីឲ្យបានជីវិតដើម្បីឲ្យបានផលនេះគឺជាជីវិតរបស់ព្រះយេស៊ូវហើយយើងត្រូវរស់នៅក្នុងជីវិតនេះជារៀងរាល់ថ្ងៃព្រោះខ្ញុំក៏ដូចជាបងប្អូនទាំងអស់គ្នាយើងមាននិស្ស័យសាច់ឈាមយើងរស់នៅក្នុងសាច់ឈាមយើងនៅមាននិស្ស័យសាច់ឈាមរបស់យើងដែលយើងត្រូវតែសម្លាប់ជារៀងរាល់ថ្ងៃដែលយើងត្រូវតែទម្លាក់ចោលជារៀងរាល់ថ្ងៃហើយយើងអត់អាចធ្វើការទាំងនោះបានដោយខ្លួនយើងផ្ទាល់ទេដោយប្រាជ្ញារបស់យើងទេដោយកម្លាំងរបស់យើងទេគឺយើងត្រូវការអំណាចមកពីព្រះអង្គយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងដើម្បីឲ្យយើងអាចទម្លាក់និស្ស័យសាច់ឈាមរបស់យើងចាប់យកជីវិតដែលប្រសើរជាងជីវិតពិតជីវិតខាងឯព្រលឹងវិញ្ញាណជីវិតដែលអស់កលជានិច្ចទៅមុខទៀតស្លាប់ដើម្បីបានជីវិតតែយើងនឹងសម្លាប់អ្វីតើគ្រាប់ស្រូវសម្បកស្រូវដែលបែកទៅនោះតំណាងឲ្យអ្វីគ្រាប់ស្រូវដែលបែកជីវិតដែលស្លាប់ទៅនោះជីវិតស្រូវដែលបានស្លាប់ទៅនោះគឺជាកិច្ចការខាងសាច់ឈាមសេចក្តីត្រូវការខាងផ្នែកសាច់ឈាមរបស់យើងមានដូចជាសេចក្តីកំផិតសាហាយស្មន់ស្មោកគ្រោកអាភាសថ្វាយបង្គំរូបព្រះមុនអាគមសំអប់គ្នាឆ្លោះប្រកែកឈ្នានីសកំហឹងទាស់តែងគ្នាបែកបាក់បាក់ពួកច្រណែនកាប់សម្លាប់ប្រមឹកស៊ីផឹកជ្រុលនិងការអ្វីទៀតដែលស្រដៀងនឹងសេចក្តីទាំងនេះហើយព្រះអង្គមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុនដូចជាបានប្រាប់រួចមកហើយថាអស់អ្នកដែលប្រព្រឹត្តដូច្នេះនោះមិនបានគ្រងនគរព្រះទុកជាមរតកឡើយគឺយើងត្រូវតែទម្លាក់ចោលនៅនិស្ស័យឬកិច្ចការខាងសាច់ឈាមទាំងអស់នេះគឺជាគ្រាប់ស្រូវគឺជាសម្បកស្រូវដែលត្រូវបែកទៅនៅពេលដែលធ្លាក់ចូលទៅដីដែលត្រូវបែកទៅហើយការដែលទម្លាក់នៅក្នុងដំណើរការនៃការបែកសម្បករបស់យើងទម្លាក់ចោលនៅនិស្ស័យខាងសាច់ឈាមគឺឈឺចាប់គឺពិបាកហើយត្រូវការពេលវេលាត្រូវការកម្លាំងមកពីព្រះអង្គត្រូវការអំណាចមកពីព្រះអង្គដើម្បីអីយើងសម្លាប់និស្ស័យសាច់ឈាមដើម្បីយើងទទួលបានអ្វីមកវិញផលផ្លែដែលយើងទទួលបាននៅពេលដែលយើងលះចោលនៅនិស្ស័យសាច់ឈាមរបស់យើងគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតគ្មានក្រិតវិន័យណាទាស់នឹងសេចក្តីទាំងនេះទេហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទនោះបានឆ្កាងសាច់ឈាមហើយព្រមទាំងសេចក្តីរំជួលនិងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផងបើសិនជាយើងជារបស់ព្រះគ្រីស្ទសាច់ឈាមរបស់យើងត្រូវបានឆ្កាងហើយហេតុដូច្នេះយើងត្រូវការកម្លាំងពីព្រះអង្គជារៀងរាល់ថ្ងៃដើម្បីឲ្យសាច់ឈាមនោះបានស្លាប់ទៅដើម្បីនិស្ស័យនៃសេចក្តីត្រូវការខាងផ្នែកសាច់ឈាមនោះបានស្លាប់ទៅដើម្បីឲ្យយើងបានរស់នៅក្នុងជីវិតដែលមានផលផ្លែនៃព្រះវិញ្ញាណវិញម្ដងទៀតគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតបងប្អូនទាំងអស់គ្នានៅក្នុងចម្រៀងរបស់ក្រុមស្ត្រីព្រះវិហារជីវិតថ្មីភ្នំពេញអំបញ្ញមិញយើងបានច្រៀងអំពីថ្វាយទាំងអស់ខ្ញុំថ្វាយខ្លួនថ្វាយជីវិត
ថ្វាយវិញ្ញាណដល់ព្រះអង្គជីវិតយើងរាល់ថ្ងៃយើងថ្វាយដល់ព្រះអង្គកាលណាយើងជ្រើសរើសយកការថ្វាយជីវិតរបស់យើងវិញ្ញាណរបស់យើងរូបកាយរបស់យើងដល់ព្រះអង្គគឺប្រៀបដូចជាយើងបានថ្វាយរូបកាយទុកជាយ៉ាញ់បូជារស់កាលណាយើងថ្វាយជាយ៉ាញ់បូជារស់មិនមែនមានន័យថាយើងត្រូវទៅសម្រាប់ខ្លួនឯងធ្វើឲ្យសាច់ឈាមរបស់ខ្លួនឯងពុកផុយដុតខ្លួនឯងនោះទេក៏ប៉ុន្តែយើងថ្វាយជាយ៉ាញ់បូជារស់មានន័យថាយើងសម្លាប់និស្ស័យខាងសាច់ឈាមរបស់យើងដើម្បីឲ្យយើងបានសេចក្តីមេត្តាករុណានៃព្រះដើម្បីឲ្យយើងបានជីវិតដែលមានផលផ្លែនៃព្រលឹងវិញ្ញាណដែលដើម្បីឲ្យមានជីវិតដែលរស់នៅអកាលជានិច្ចខ្ញុំអរគុណព្រះអង្គសម្រាប់វេលានេះដែលខ្ញុំបានប្រាប់ទៅបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងអ្វីដែលខ្ញុំរៀនបានពីព្រះគម្ពីរហើយម្ដងទៀតគឺខ្ញុំមិនចេះច្រើនទេក៏ប៉ុន្តែអ្វីដែលខ្ញុំបាននេះគឺបានមកពីព្រះអង្គប្រាជ្ញាដែលបានមកពីព្រះអង្គប្រាជ្ញាដែលបានមកពីសៀវភៅមួយក្បាលដែលមាន66កាន់នេះហើយសូមអរគុណព្រះអង្គខ្លាំងណាស់ហើយម្ដងទៀតគឺខ្ញុំមិនតាន់ខ្ញុំមិនថាខ្លួនឯងល្អឥតខ្ចោះនោះទេគឺខ្ញុំកំពុងតែរៀនដូចជាបងប្អូនទាំងអស់គ្នាដែរខ្ញុំត្រូវការកម្លាំងពីព្រះអង្គកម្លាំងរបស់ខ្ញុំប្រាជ្ញារបស់ខ្ញុំមានកម្រិតជាកម្លាំងរបស់មនុស្សប្រាជ្ញារបស់មនុស្សដែលមិនស្មើនឹងកម្លាំងអំណាចប្រាជ្ញារបស់ព្រះទេហើយខ្ញុំត្រូវការព្រះអង្គជារៀងរាល់ថ្ងៃយើងទាំងអស់គ្នាត្រូវការព្រះអង្គជារៀងរាល់ថ្ងៃដើម្បីជួយយើងដើម្បីយើងអាចរស់នៅក្នុងជីវិតដែលគប់ប្រហាតីព្រះអង្គសូមអរគុណព្រះអង្គសូមអរគុណបងប្អូនទាំងអស់គ្នា